រឿងកូនក្អប់កំសត់តាមរកម្ដាយនៅក្នុងស្រះទឹកដ៏ធំមួយកន្លែងមានកូនក្អប់4ដែលទើបតែនឹងញាស់ពួកគេចង់ឃើញម្ដាយរបស់ពួកគេជាខ្លាំងកូនក្អប់ទាំង4ហែលទៅហែលមកដើម្បីរកម្ដាយរបស់ពួកគេបានជួបប្រទះនឹងសត្វមួយក្បាលដែលគិតថាជាម្ដាយរបស់ពួកគេហើយក៏ស្រែកថាម៉ែប៉ុន្តែសត្វនោះបាននិយាយថាខ្ញុំជាម្ដាយរបស់ទាទេមិនមែនជាម្ដាយរបស់ពួកឯងនោះទេម្ដាយរបស់ពួកឯងគឺមានភ្នែកធំនិងមានមាត់ធំទូលាយកូនក្អុកទាំង4បានបន្តហែលទៀតដើម្បីរកម្ដាយរបស់ពួកគេបានជួបប្រទះនឹងសត្វមួយក្បាលហើយគិតថាសត្វនោះជាម្ដាយរបស់ខ្លួនហើយមានភ្នែកធំកូនក្អុកទាំង4នោះក៏ស្រែកថាម៉ែសត្វនោះនិយាយថាខ្ញុំជាម្ដាយត្រីទេមិនមែនជាម្ដាយរបស់ពួកឯងនោះឡើយម្ដាយរបស់ពួកឯងត្រូវតែមានក្បាលពណ៌ធំហើយពណ៌សកូនក្អុកទាំង4បានហៅស្វែងរកម្ដាយរបស់ពួកគេបន្តទៀតពួកគេបានជួបប្រទះនឹងសត្វមួយក្បាលហើយគិតថាជាម្ដាយរបស់ពួកគេព្រោះសត្វនោះមានក្បាលពស់ពណ៌សកូនក្អុកទាំង4ស្រែកហៅថាម៉ែម្ដងទៀតសត្វនោះបាននិយាយថាខ្ញុំជាម្ដាយក្តាមទេមិនមែនជាម្ដាយរបស់ពួកឯងនោះឡើយព្រោះខ្ញុំមានជើង8ម្ដាយរបស់ពួកឯងគឺមានជើងតែ4ទេកូនក្អុកទាំង4បានហែលជុំវិញទីនោះដើម្បីរកម្ដាយរបស់ពួកគេបន្តទៀតហែលទៅទៀតទៅក៏បានទៅជួបប្រទះនឹងសត្វមួយក្បាលហើយគេគិតថាជាម្ដាយរបស់ពួកគេព្រោះសត្វនោះមានជើង4កូនក្អុកទាំងនោះក៏ស្រែកហៅថាម៉ែសត្វនោះបានឆ្លើយមកវិញថាខ្ញុំជាម្ដាយរបស់អណ្ដើកទេមិនមែនជាម្ដាយរបស់ពួកឯងនោះឡើយម្ដាយរបស់ពួកឯងគឺមានខ្លួនពណ៌បៃតងហើយស្រែកថារឹបប៊ីតកូនក្អុកទាំង4ហែលជុំវិញដើម្បីស្វែងរកម្ដាយរបស់ពួកគេទៀតពួកគេពិតជានឿយហត់ណាស់បន្ទាប់ពីខំដើរស្វែងរកម្ដាយរបស់ពួកគេពេញទាំងស្រះទាំងមូលទីបំផុតពួកគេរកឃើញម្ដាយម្នាក់ទៀតពួកគេបានសួរគាត់ថាតើអ្នកបានឃើញម្ដាយរបស់ខ្ញុំដែរទេគាត់មានភ្នែកធំមាឌធំទូលាយក្បាលពស់ពណ៌សជើង4ខ្លួនពណ៌បៃតងហើយតែងតែស្រែកថារីប៊ីតម្ដាយកង្កែបញញឹមហើយនិយាយថាខ្ញុំគឺជាម្ដាយកង្កែបខ្ញុំគឺជាម្ដាយរបស់ពួកឯងហើយម៉ែក៏បានតាមរកពួកឯងផងដែរកូនតូចដ៏កំសត់របស់ម៉ែម្ដាយកង្កែបនិងកូនរបស់គាត់ពិតជាសប្បាយរីករាយជាខ្លាំងទីបំផុតពួកគេអាចរកឃើញគ្នាទៅវិញទៅមកហើយប៉ុន្តែហេតុអីកូនក្អុកទាំង4មានមុខមាត់មិនដូចម្ដាយរបស់ពួកគេយ៉ាងអញ្ចឹងមួយខែក្រោយមកកូនក្អុកទាំង4នោះក៏បានក្លាយជាកូនកង្កែបហើយពួកគេមានរូបរាងដូចគ្នាបេះបិទទៅនឹងម្ដាយរបស់ពួកគេម្ដាយកង្កែបនិងកូនកង្កែបរស់នៅយ៉ាងមានសេចក្តីសុខ